នេះគឺជាស្ពានយោលមួយនៅក្នុងខេត្តសៀមរាបដែលសូមមានអ្នកទៅដល់ហើយ recommend មែនទែនសម្រាប់អ្នកដែលចូលចិត្ត explore អ្វីថ្មីៗហើយបែបស្ងប់ស្ងាត់និយាយទៅសម្រាប់អ្នកដែលចូលចិត្តធម្មជាតិក្នុងព្រៃហ្នឹងហ្មងបើផ្លូវចូលយើងចូលតាមផ្លូវអង្គរស៊ីបឡាញហ្នឹងមករហូតដល់ផ្លាកនេះយើងបត់ទៅខាងស្ដាំទៅប្រាសាទតាណៃយើងជិះតាមផ្លូវហ្នឹងមកវាមានផ្លូវតែមួយនឹងឯងហើយយើងចូលក្នុងប្រាសាទតាណៃបន្តិចយើងបត់មកខាងស្ដាំកន្លែងនេះខ្សាច់អញ្ចឹងអាចតួអញ្ចឹងឃើញប្រាសាទយើងជិះវៀងប្រាសាទហើយបត់មកខាងស្ដាំនេះបើយើងបត់មកខាងឆ្វេងយើងជិះរហូតដល់ផ្លាកមួយគេប្រាប់ថាទៅបន្លែខ្មែរក្រហមហ្នឹងយើងជិះរហូតកន្លែងនេះបត់ឆ្វេងរួចជិះរហូតដល់មានដូចស្ពាននេះមួយតែនេះគេដាក់ថាស្ពានយោលយើងជិះតាមផ្លូវហ្នឹងរហូតផ្លូវវាមានតែមួយនឹងឯងយើងជិះរហូតដល់ស្ពានហើយចៃដន្យថ្ងៃហ្នឹងមកចំពេលបងគាត់បេះគុយយើងមានជួយទិញកាត់វៃគុយបេះថ្មីអញ្ចឹង